សិក្សាអំពីពាក្យថាកម្មហើយនឹងប្រៀបធៀបអំពីកម្មក្នុងព្រហ្មញ្ញសាសនានិងពុទ្ធសាសនានៅក្នុងព្រហ្មញ្ញសាសនាគេមិនក៏មានប្រើពាក្យថាកម្មដូចគ្នាដែរគាត់ថាក្នុងព្រហ្មញ្ញសាសនាគេនិយមប្រើកម្មលិខិតដែលមានន័យថារាល់សកម្មភាពក៏ដូចជាជោគវាសនារបស់មនុស្សម្នាក់ៗហ្នឹងត្រូវបានអតិទេពឬព្រះព្រំជាអ្នកដែលបានតាក់តែងកំណត់ជោគវាសនារបស់មនុស្សម្នាក់ៗហ្នឹងដោយគេបានលើកឡើងថាភពផែនដីនេះគឺជាអ្វីគ្រប់យ៉ាងបង្កើតឡើងដោយព្រះព្រំអញ្ចឹងគ្រប់យ៉ាងព្រះព្រំជាអ្នកចាត់ចែងជាអ្នកកំណត់នៅជោគវាសនារបស់យើងម្នាក់ៗហ្នឹងឲ្យคล้ายជាបុគ្គលបែបណាជាបុគ្គលល្អឬអាក្រក់ហ្នឹងអាស្រ័យទៅដល់ទៅលើព្រះព្រំព្រះវិស្ណុនឹងជាអ្នកចាត់ចែងកំណត់ជោគវាសនារបស់យើងម្នាក់ៗហ្នឹងអញ្ចឹងបានខ្មែរយើងតែងតែនិយាយថាព្រហ្មលិខិតចាឲ្យយើងបានជួបគ្នាឬក៏ថាឲ្យយើងជាមនុស្សបែបណាបែបណីទាំងអស់ហ្នឹងគឺអាស្រ័យទៅលើព្រះព្រំជាអ្នកកំណត់តាក់តែងតែឡែកនៅក្នុងពុទ្ធសាសនាវិញគឺมันបានអប់រំមនុស្សឲ្យពឹងផ្អែកទៅលើព្រះពុទ្ធឬក៏ថាអ្វីគ្រប់យ៉ាងព្រះពុទ្ធជាអ្នកកំណត់នោះទេគឺគ្រប់យ៉ាងកើតឡើងដោយសារកម្មជារបស់ខ្លួនហើយនៅក្នុងពុទ្ធសាសនាលោកឲ្យនិយមន័យថាកម្មនេះសំដៅទៅដល់ទង្វើឬអំពើការងាររបស់មនុស្សធ្វើដោយខ្លួនឯងអញ្ចឹងបុគ្គលធ្វើបែបណារមែងទទួលបានផលបែបនោះហើយកម្មគឺមានទាំងកុសលទាំងអកុសលមានន័យថាទង្វើនេះមានទាំងទង្វើបាបនិងទង្វើបុណ្យដែលយើងធ្វើដោយខ្លួនឯងបុគ្គលដែលធ្វើនៅអំពើបាបរមែងទទួលផលគឺបាបមានសេចក្តីទុក្ខទោសអីផ្សេងៗនៅក្នុងផ្លូវលោកផ្លូវធម៌ឬនៅក្នុងពេលបច្ចុប្បន្ននិងអនាគតដូចចឹងទៅយ៉ាងណាបុគ្គលដែលធ្វើនៅអំពើល្អក៏រមែងទទួលបាននៅសេចក្តីសុខសេចក្តីចម្រើនទៅកាន់ទីខ្ពង់ខ្ពស់ល្អប្រសើរសេចក្តីល្អហ្នឹងហើយគឺថាឲ្យផលទាំងនៅក្នុងពេលបច្ចុប្បន្ននិងអនាគតនេះនៅក្នុងទ្រឹស្ដីព្រះពុទ្ធសាសនាគឺដោយឡែកផ្សេងគ្នាអំពីព្រហ្មញ្ញសាសនាដែលយើងក៏បីសិក្សារឿងសូត្រហ្នឹងនៅក្នុងទ្រឹស្ដីពុទ្ធសាសនាលោកឲ្យនិយមន័យកម្មនេះសំខាន់តកតងជាមួយនឹងទង្វើដែលយើងធ្វើប្រចាំថ្ងៃនេះដើម្បីដាស់សតិស្មារតីឲ្យមនុស្សហ្នឹងគឺថាមានសេចក្តីប្រុងប្រយ័ត្នមិនឲ្យមានសេចក្តីប្រមាទនៅក្នុងការរស់នៅព្រោះថាទង្វើដែលខ្លួនធ្វើខ្លួនឯងនេះគឺมันអាចបុគ្គលណាអាចទទួលផលចំណុះបានឡើយកាលណាយើងធ្វើអំពើអាក្រក់យើងខ្លួនឯងនឹងហើយជាអ្នកទទួលបាននៅលទ្ធផលអាក្រក់ហ្នឹងហើយកាលណាយើងធ្វើល្អខ្លួនយើងនឹងហើយជាអ្នកទទួលបាននៅលទ្ធផលល្អដូចជាការខំប្រឹងប្រែងសិក្សារៀនសូត្របុគ្គលណាដែលខំប្រឹងប្រែងសិក្សារៀនសូត្របុគ្គលនោះគឺខ្លាចជាបុគ្គលដែលចេះដឹងជាងតើបុគ្គលណាដែលបានខំប្រឹងប្រែងទេគឺថាมันអាចមានចំណេះវិជ្ជាបានឡើយយ៉ាងណាការរស់ស៊ីក៏ដូចគ្នាដែរអ្នកដែលខំប្រឹងប្រែងគឺនឹងបានហើយអ្នកដែលខ្ជិលច្រអូសគឺมันបានជោគជ័យនៅក្នុងការរស់នៅទេខ្លាចជាបុគ្គលក្រីក្រតោកយ៉ាក់លំបាកនៅក្នុងជីវិតអញ្ចឹងទៅទាំងនេះគឺជាការប្រៀបធៀបដែលយើងទាំងអស់គ្នាក៏បីសិក្សាស្វែងយល់ថាតើអ្វីគ្រប់យ៉ាងនេះកើតឡើងដោយសារតែទង្វើរបស់យើងឬក៏ថាកើតឡើងដោយសារតែព្រហ្មលិខិតហ្នឹងជាបញ្ញាហើយការយល់ឃើញរបស់យើងម្នាក់ៗហ្នឹងដោយកម្មឬក៏ថាទង្វើដែលយើងធ្វើនឹងឲ្យតាក់តែងឲ្យយើងជាបុគ្គលបែបណាគឺអាស្រ័យទៅលើទង្វើរបស់យើងដូច្នេះសូមសិក្សាស្វែងយល់និងខំប្រតិបត្តិនៅសេចក្តីល្អព្រោះសេចក្តីល្អនឹងហើយគឺជាទីពឹងរបស់យើងទាំងអស់គ្នាណាសូមអនុមោទនា